ប្រវត្តិចិត្តដោយសារនៅខាងខេត្តមណ្ឌលគិរីយើងហ្នឹងយើងមើលទៅភាគច្រើនដូចជាមានការកើនឡើងនៅការកាប់ព្រៃឈើហើយឥឡូវហ្នឹងជនជាតិដើមភាគតិចរបស់យើងហ្នឹងគាត់ដូចជាពិបាកក្នុងការបង្កមុខរបរណាដូចជាធ្វើស្រែចម្ការអីអត់សូវបានតាមរយៈរបាយការណ៍ស្រាវជ្រាវយុវជនជនជាតិដើមខេត្តមណ្ឌលគិរីកាលពីខែកញ្ញាឆ្នាំ2023បានបង្ហាញថាធនធានធម្មជាតិបានបាត់បង់ហើយបំណុលមានការកើនឡើងការសម្ភាសមនុស្ស27នាក់ក្នុងចំណោមប្រជាពលរដ្ឋ104នាក់និងអាជ្ញាធរមូលដ្ឋាន13នាក់អំពីបរិស្ថាននិងផលប៉ះពាល់ដោយការកាប់បំផ្លាញព្រៃឈើ Graph ទី1បានបង្ហាញថា87% នៃជនជាតិដើមបានជឿថាការកាប់បំផ្លាញព្រៃឈើធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាននិង13% ទៀតក៏បានសង្កេតឃើញដូចគ្នាដែរ Graph ទី2 100% នៃអាជ្ញាធរមូលដ្ឋានបានយល់ស្របពីបញ្ហានេះដូចគ្នាបញ្ហាគ្រប់គ្រងដីធ្លីនៅក្នុង graph នេះបង្ហាញថា 62% នៃអាជ្ញាធរមូលដ្ឋានដែលទទួលឥទ្ធិពលពីបញ្ហាគ្រប់គ្រងដីធ្លីដូចជាចំនួនដីធ្លីតាមព្រំដែនតាមសហគមន៍ឬដីមួយមានម្ចាស់ច្រើនរីឯ 38% ទៀតមិនទទួលរងបញ្ហានេះឡើយការធ្វើកសិកម្មគឺដំបូងឡើយខ្ញុំមើលឃើញថាមានអ្នកចុះមកអភិវឌ្ឍច្រើនហើយមានដំណាក់ដីគ្រប់ប្រភេទដល់ពេលចឹងទៅជនជាតិដើមភាគតិចគេមើលឃើញទៅលើអីមួយអញ្ចឹងហើយទៅគេក៏ទៅរត់ទៅខ្ចីធនាគារឬក៏ក្រុមហិរញ្ញវត្ថុផ្សេងដើម្បីមកយកថវិកាហ្នឹងដាំដំណាំហើយបន្តមកទៀតពេលខ្លះក៏ដាំទៅបានផលពេលខ្លះទៅដាំទៅក៏អត់បានផលហើយពេលខ្លះដាំបានផលហើយលក់អត់ចេញទៀតអញ្ចឹងធ្វើឲ្យជនជាតិដើមភាគតិចយើងការបំណុលកាន់តែច្រើនអញ្ចឹងណាអញ្ចឹងកន្លែងឯងដូចគ្នាដែរទេហ្នឹងចាហើយបន្តមកទៀតយើងអត់ដឹងថាត្រូវដោះស្រាយអីទេបន្ទាប់ពីការបំណុលច្រើនហើយយើងប្រឈមមុខនឹងការលក់ដីធ្លីហើយនឹងបំណុលក្រៅផ្សេងអីទៀតការស្រាវជ្រាវបានបង្ហាញថា90% នៃជនជាតិដើមមានការកើនឡើងបំណុលលទ្ធផលស្រាវជ្រាវបានធ្វើបទបង្ហាញដល់ថ្នាក់ខេត្តនិងស្នើឲ្យមានការអន្តរាគមន៍លទ្ធផលនៃការស្រាវជ្រាវដោយសារតែ COVID-19 ការកាប់បំផ្លាញព្រៃឈើនិងបំណុលមានការកើនឡើងសហគមន៍ជនជាតិដើមក៏ជាផ្នែកមួយក្នុងចំណោមមនុស្សជាច្រើនដែលទទួលរងការលំបាកផ្នែកសេដ្ឋកិច្ចដូចគ្នាបំណុលនិងផលវិបាកបំណុលគឺជាហេតុផលមួយនៃវិបត្តិផ្នែកហិរញ្ញវត្ថុក្រោមហេតុផលជាច្រើនដូចជាការកើនឡើងនៃតម្លៃនិងអតិផរណាដែលពិបាកក្នុងការសងបំណុលត្រឡប់ទៅវិញដែលធ្វើឲ្យបំណុលមានការកើនឡើងបំណុលគឺជាបញ្ហាមួយដែលធ្វើឲ្យមនុស្សគ្មានពេលសម្រាប់ពីការខិតខំផ្គត់ផ្គង់ហិរញ្ញវត្ថុនិងដោះបំណុលឡើយដែលអាចធ្វើឲ្យពួកគេមានវិបត្តិនិងធ្លាក់ទឹកចិត្តបំណុលនៅក្នុងសហគមន៍ជនជាតិដើមមូលហេតុតែបំណុលក្លាយជាបញ្ហាចម្បងក្នុងសហគមន៍ជនជាតិដើមគឺដោយសារតែពួកគាត់ខ្វះការអប់រំក្នុងការគ្រប់គ្រងថវិកាម្យ៉ាងទៀតបន្ទាប់ពី COVID-19 ការប្រមូលផលដំណាំនិងលក់ចេញមិនបានតម្លៃដូចពីមុនឡើយការឆ្លើយតបរបស់អាជ្ញាធរការកាប់បំផ្លាញព្រៃឈើនិងបំណុលកើនឡើងដែលប៉ះពាល់ដល់ជនជាតិដើមគឺជាគំរូមួយដែលក្មេងៗគួរតែចូលរៀនឲ្យបានច្រើនដើម្បីឲ្យមានចំណេះដឹងជំនាញនិងការអនុវត្តជាក់ស្ដែងដែលជួយឲ្យយើងរកចំណូលបានច្រើនជាងមុននិងកាត់បន្ថយការជំពាក់បំណុលជាដើមក្នុងសហគមន៍ខ្ញុំនៅក្នុងភូមិខ្ញុំចង់និយាយពីការពាក់ព័ន្ធក្នុងការរៀបការវ័យក្មេងពាក់ព័ន្ធប៉ះពាល់ច្រើនចាទី1ដូចថាគាត់ឆាប់ការវ័យក្មេងអញ្ចឹងទៅដែលពួកគាត់អត់មានត្រៀមលុយត្រៀមកាក់ក្នុងការរៀបចំជីវិតខ្លួនឯងធ្វើឲ្យប៉ះពាល់ទៅដល់ឪពុកម្ដាយដែលគាត់ខាត់បងច្រើនដោយសារតែគាត់ខ្ចីគេយកមកដើម្បីប្រក្រប់ជាប្រពៃណីគេថាខ្ចីគេធ្វើម៉េចគម្របឲ្យប្រពៃណីកុំឲ្យការប្តឹងផ្ដាល់ឬក៏លក់ដូរអញ្ចឹងប្រពៃណីពួកខ្ញុំនេះខ្ញុំនិយាយពីប្រពៃណីពួកខ្ញុំតែម្ដងចាដូចថាការស្រឡាញ់គ្នាការវ័យក្មេងហ្នឹងពួកគាត់គិតតែពីក្តីស្រឡាញ់តែមិនគិតថាជាប៉ះពាល់ដល់មេបាឬមួយក៏ចាស់ទុំអីសាច់ញាតិអីទេគឺគាត់ដឹងថាស្រឡាញ់គ្នាគឺការប៉ុន្តែហេតុផលគឺគាត់អត់យល់ពីម៉ែឪថាអត់មានលុយការតខ្ចីគេអញ្ចឹងការជពាក់គេហ្នឹងក៏ដោយសារតែកូនដែរនេះអាចជាឧទាហរណ៍មួយទៀតដែលនិយាយពីការជំពាក់បំណុលការរៀបការតាមប្រពៃណីគឺជារឿងត្រឹមត្រូវ
តែបើសិនយើងមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយខ្ចីគេដើម្បីមករៀបការវាកាន់តែបន្ថែមបន្ទុកមកកាន់គ្រួសារគួរចំណាយទៅលើអ្វីដែលជាតម្រូវការចាំបាច់